តម្លៃមាសឡើងដល់$5,000ក្នុងមួយតម្លឹងវិញហើយក្រោយការងើបហក់ឡើងខ្លាំងនៅល្ងាចនេះបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសដោយសារតែឃើញមានការហក់ឡើងខ្លាំងមែនទែននៅល្ងាចនេះហើយតម្លៃដែលអាចឡើងហ្នឹងគឺឡើងជាង$5,000ក្នុងមួយតម្លឹងវិញហើយបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់បានការអាប់ដេតទៅលើតម្លៃមាសជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការចុច follow ដើម្បីទទួលបានការអាប់ដេតជារៀងរាល់ថ្ងៃពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតក៏ដូចជាផ្ដល់ព័ត៌មានផ្សេងៗទាក់ទងនឹងតម្លៃមាសដល់បងប្អូនជារៀងរាល់ថ្ងៃផងដែរបាទអញ្ចឹងសូមកុំភ្លេចចុច follow ម្នាក់មួយផងណាបាទអញ្ចឹងនៅល្ងាចថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះតម្លៃមាសមានការហក់ឡើងខ្លាំងមែនទែនហើយតម្លៃនៅពេលបច្ចុប្បន្ននេះគឺនៅត្រឹម$4,166ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺនៅតម្លៃ$5,022ក្នុងមួយតម្លឹងបាទអញ្ចឹងតម្លៃមាសបានហក់ឡើងមកលើតម្លៃ$5,000ក្នុងមួយតម្លឹងវិញហើយអញ្ចឹងចាំមើលយប់នេះតើតម្លៃមាសអាចធ្វើការឡើងទៅដល់តម្លៃមួយណាហើយព្រឹកស្អែកខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នាម្ដងទៀតអញ្ចឹងសូមបងប្អូនរងចាំតាមដានក៏ដូចជាចុច follow ទៅដើម្បីទទួលបានការអាប់ដេតជារៀងរាល់ថ្ងៃពីវីដេអូរបស់ខ្ញុំបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ